មនុស្សយើងគ្រប់រូបអ្នកណាក៏ប្រាថ្នាចង់បានក្តីសុខចិត្តរីករាយជីវិតរស់នៅមានសុភមង្គលមានទ្រព្យសម្បត្តិហូរហៀហើយជាពិសេសនោះគឺគ្មានមនុស្សណាម្នាក់ដែលចង់មានវិបត្តិចង់មានបញ្ហានៅក្នុងជីវិតចង់ឲ្យជីវិតរបស់ខ្លួនឯងរស់នៅក្នុងអារម្មណ៍ដែលឈឺចាប់រិញរៃគ្មានតតែសោះมันមានអ្នកណាប្រាថ្នាទេជីវិតបែបហ្នឹងប៉ុន្តែមនុស្សយើងម្នាក់គឺជៀសមិនផុតពីបញ្ហាជៀសមិនផុតពីវិបត្តិទោះអ្នកមានអ្នកក្រអ្នករៀនបានខ្ពង់ខ្ពស់អ្នកគ្មានចំណេះវិជ្ជាគឺមនុស្សម្នាក់មានវិបត្តិមានបញ្ហាផ្សេងគ្នាហើយយើងក៏អាចទៅប្រៀបធៀបមនុស្សម្នាក់និងមនុស្សម្នាក់ទៀតដែលថាអូបញ្ហាហ្នឹងខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែរខ្ញុំក៏ធ្លាប់ជួបប្រទះដែរតែខ្ញុំអត់អីផងខ្ញុំរឹងមាំជាងហេតុអីអ្នកឯងទុនជ្រាយម្លេះហេតុអីគ្រាន់តែជួបរឿងប៉ុណ្ណឹងសោះហើយមានបញ្ហាហេតុអីបានទុនខ្សោយហេតុអីបានទុនជ្រាយហេតុអីក៏មិនចេះតស៊ូអញ្ចឹងយើងអាចប្រៀបធៀបបញ្ហារបស់មនុស្សម្នាក់និងមនុស្សម្នាក់បានទេពីព្រោះអីដំណើរជីវិតរបស់មនុស្សម្នាក់គឺជួបរឿងជួបបញ្ហាផ្សេងគ្នាទោះជួបព្រឹត្តិការណ៍ដូចគ្នាប៉ុន្តែអាការឆ្លើយតបនៃអារម្មណ៍ឬផ្លូវចិត្តហ្នឹងគឺវាប៉ះទង្គិចបែបផ្សេងគ្នាសំបីតាបងប្អូនបកើតមកពីផ្ទៃម្ដាយជាមួយគ្នាក្នុងក្រុមគ្រួសារជាមួយគ្នាហ្នឹងអ្នកខ្លះកើតមកគឺមានស្នាមញញឹមស្រស់ស្រាយរីករាយពីកំណើតបាត់ទៅហើយតែអ្នកខ្លះកើតមកហ្នឹងគឺមុខគាត់ដូចជាទុកព្រួយឬក៏រិញរៃពីកើតមកទាំងគាត់ជាទេរកដែរអត់ដឹងអីនៅឡើយណាប៉ុន្តែគាត់ទទួលបានអារម្មណ៍នឹងពីកំណើតមកផ្សេងគ្នាទៅហើយខ្លះកើតមកពីផ្ទៃម្ដាយនឹងមានសុខភាពល្អមាំមួនក្លាហានស្វាហាប់ឆាប់ចេះដើរឆាប់ចេះនិយាយប៉ុន្តែអ្នកខ្លះនឹងគ្នាកើតមកនឹងមិនក្លាហានមិនស្វាហាប់ហើយឆាប់ភ័យខ្លាចហើយក៏មិនងាយចេះដើរនិងមិនងាយចេះនិយាយនឹងនៅក្នុងក្រុមគ្រួសារតែមួយហើយឪពុកម្ដាយតែមួយរួមគ្នាផងការចិញ្ចឹមបីបាច់ហូបចុកចានជាមួយស្លាបព្រាជាមួយផ្ទះតែមួយការហូបចុកដូចគ្នាការព្រៀនបដៅអប់រំដូចគ្នាមែនប៉ុន្តែដំណើរជីវិតគាត់អារម្មណ៍ឬផ្លូវចិត្តគាត់ជួបព្រឹត្តិការណ៍អីផ្សេងគ្នាអញ្ចឹងអារម្មណ៍នៃការឈឺចាប់ឬវិបត្តិឬបញ្ហាហ្នឹងជាបងប្អូនបង្កើតនឹងគ្នាមែនប៉ុន្តែបញ្ហាអត់ដូចគ្នាទេវិបត្តិក៏អត់ដូចគ្នាដែរអញ្ចឹងបានយើងមិនចាំបាច់ប្រៀបធៀបមនុស្សម្នាក់ទៅមនុស្សម្នាក់ហេតុអីយើងរឹងមាំជាងហេតុអីគេទុនខ្សោយជាងជួបវិបត្តិដូចគ្នាយើងអត់អាចប្រៀបធៀបបានទេព្រោះអីបើត្រឹមតែជាបងប្អូនបង្កើតពីផ្ទៃម្ដាយជាមួយគ្នាធំដឹងក្តីឡើងក្នុងគ្រួសារតែមួយញ៉ាំការអប់រំគ្រប់គ្រងតែមួយនៅតែយើងជួបវិបត្តិនិងបញ្ហាផ្សេងគ្នាជួបរឿងជីវិតផ្សេងគ្នាចុះតម្រាំយើងមកពីក្រុមគ្រួសារផ្សេងគ្នាមកពីសង្គមផ្សេងគ្នាជាតិសាសន៍ផ្សេងគ្នាអញ្ចឹងតើដំណើរជីវិតយើងជួបរឿងអីខ្លះយើងប៉ះទង្គិចអីខ្លះដែលយើងអត់ដឹង